អស់លោកអ្នកស្ដាប់ជាទីមេត្រីតទៅនេះជាកម្មវិធី Hello VOA យប់នេះយើងខ្ញុំនឹងជួនកម្មវិធី Hello VOA ប្រចាំខែដែលមានលោកអោកសេរីសុភ័ក្រអ្នកឯកទេសខាងផ្នែកអភិបាលកិច្ចមកចូលរួមជាវាគ្មិនរបស់យើងខ្ញុំដើម្បីពិភាក្សាប្រធានបទស្ដីអំពីសិទ្ធិនិងតួនាទីរបស់អង្គការសង្គមស៊ីវិលក្នុងការជំរុញអភិបាលកិច្ចល្អសូមលោកអ្នកទូរស័ព្ទទៅលេខ012 51 51 94ឬលោកអ្នកអាចសរសេរសំណួរទៅយើងខ្ញុំនៅក្នុងបណ្ដាញ Facebook របស់ VOA ដែលមានអាសយដ្ឋាន facebook.com/VOA ខ្មែរដើម្បីចូលរួមបន្ទាប់ពីការផ្សាយកម្មវិធី Hello VOA យើងខ្ញុំនឹងជួនព័ត៌មានអន្តរជាតិដោយលោកជឹងពូជីនតទៅនេះខ្ញុំសូមប្រកល់នាទីនេះជូនទៅលោកម៉ែនកំសែងដែលជាអ្នកសម្របសម្រួលកម្មវិធី Hello VOA នៅរាត្រីនេះសូមអញ្ជើញលោកកំសែងចា៎បាទសូមអរគុណអ្នកស្រីនិចសារីតាអរលោកអ្នកស្ដាប់ប្រទេសកម្ពុជាបានអនុញ្ញាតឲ្យអង្គការសង្គមស៊ីវិលដំណើរការសកម្មភាពជាច្រើនទៅលើផ្នែកសិទ្ធិមនុស្សលទ្ធិប្រជាធិបតេយ្យតម្លាភាពសង្គមការអប់រំនិងបរិស្ថានជាដើមក្នុងពេលកន្លងមករាជរដ្ឋាភិបាលកម្ពុជាក៏បានរៀបចំច្បាប់មួយដើម្បីគ្រប់គ្រងសកម្មភាពអង្គការសង្គមស៊ីវិលប៉ុន្តែបានផ្អាកទៅវិញបន្ទាប់ពីមានប្រតិកម្មជំទាស់ជាច្រើនពីក្នុងប្រទេសនិងសហគមន៍អន្តរជាតិហើយដូច្នេះនៅក្នុងការពិភាក្សានៃកម្មវិធី Hello VOA ប្រចាំខែជាមួយនឹងលោកអោកសេរីសុភ័ក្រអ្នកឯកទេសខាងផ្នែកអភិបាលកិច្ចរបស់យើងគឺយើងនឹងផ្ដោតលើសិទ្ធិនិងតួនាទីរបស់អង្គការសង្គមស៊ីវិលក្នុងការជំរុញឲ្យមានអភិបាលកិច្ចល្អហើយយើងនឹងពិនិត្យមើលផងដែរថាតើសកម្មភាពនាពេលថ្មីនេះរបស់អង្គការសង្គមស៊ីវិលអាចនឹងជំរុញឲ្យរដ្ឋាភិបាលពិចារណាជំរុញច្បាប់ស្ដីពីការគ្រប់គ្រងអង្គការសង្គមស៊ីវិលនេះឡើងវិញឬទេបាទសូមជម្រាបសួរលោកសុភ័ក្របាទជំរាបសួរលោកកំសែងបាទសូមអរគុណលោកបាទជាកម្មវិធី Hello VOA ប្រចាំខែរបស់យើងជាភ្ញៀវជាប្រចាំហើយអរលោកអ្នកបើសិនជាចង់ចូលរួមសួរលោកសុភ័ក្រឬក៏បញ្ចេញទស្សនៈខ្លីៗសូមអញ្ជើញទូរស័ព្ទមកលេខ012 51 51 94បាទដូច្នេះមុននឹងដើម្បីជាកិច្ចចាប់ផ្ដើមកម្មវិធីនេះខ្ញុំសូមឲ្យលោកបញ្ជាក់បានទេថាការងាររបស់អង្គការសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជាយើងនឹងបានលោកមើលឃើញថាបានចូលរួមចំណែកយ៉ាងណាខ្លះដែរដល់ផ្នែកអភិបាលកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជានឹងបាទអរគុណណាស់លោកកំសែងយើងដឹងស្រាប់ហើយថាសង្គមស៊ីវិលនៅប្រទេសកម្ពុជាកើតឡើងជាមួយនឹងសន្ធិសញ្ញាសន្តិភាពនៅទីក្រុងប៉ារីសណានៅឆ្នាំ1991ហើយនៅពេលដែលអ៊ុនតាក់រៀបចំការបោះឆ្នោតនៅឆ្នាំ1993តាំងពីនោះមកគឺសង្គមស៊ីវិលរបស់ប្រទេសកម្ពុជាបានត្រូវទទួលស្គាល់ទាំងមតិជាតិនិងអន្តរជាតិជាពិសេសថាជាប្រទេសមួយដែលក្រោយសង្គ្រាមហើយដែលមានសង្គមស៊ីវិលសកម្មភាពរបស់សង្គមស៊ីវិលជាពិសេសចូលរួមគាំទ្រតម្រូវការរបស់ប្រជាពលរដ្ឋខាងផ្នែកអភិបាលកិច្ចនឹងរីកដុះដាលសម្បើមណាស់បើប្រៀបធៀបទៅនឹងប្រទេសដូចគ្នានៅក្នុងសកលលោកហើយសង្គមស៊ីវិលមានបម្រើសេវាតាំងពីផ្នែកសិទ្ធិមនុស្សផ្នែកច្បាប់ជាពិសេសរឿងផ្សព្វផ្សាយព័ត៌មានយល់ដឹងឲ្យជូនដល់ប្រជាពលរដ្ឋខាងផ្នែកអភិវឌ្ឍផងដែរមានសង្គមស៊ីវិលច្រើនណាស់ដែលជួយរាជរដ្ឋាភិបាលជាពិសេសនៅថ្នាក់ក្រោមជាតិក្នុងការរៀបចំគម្រោងតូចក្តីមធ្យមក្តីដើម្បីអភិវឌ្ឍជូនដល់ប្រជាពលរដ្ឋប្រចាំថ្ងៃសង្គមស៊ីវិលផ្សេងទៀតដូចជាផ្នែកអភិបាលកិច្ចនឹងជាដើមផ្នែកកសាងសន្តិភាពនិងក៏ដូចគ្នាដែរដូច្នេះហើយយើងឃើញថាក្នុងរយៈ20ឆ្នាំចុងក្រោយនេះសង្គមស៊ីវិលបានចូលរួមយ៉ាងសកម្មនៅក្នុងប្រទេសកម្ពុជាយើងលោកកំសែងបាទសូមអរគុណលោកដែលបានផ្ដល់នៅលទ្ធផលនឹងការរួមចំណែកដល់សង្ខេបរបស់អង្គការសង្គមស៊ីវិលប៉ុន្តែយើងពិនិត្យមើលចាប់តាំងពីឆ្នាំ2013ការបោះឆ្នោត28កក្កដា2013ហ្នឹងយើងឃើញថាអង្គការសង្គមស៊ីវិលហ្នឹងដូចលោកមានបញ្ចេញមតិនឹងច្រើនតាក់ទងនឹងការបោះឆ្នោតជារឿងបរិស្ថាននិងសិទ្ធិមនុស្សហ្នឹងហើយយើងឃើញមានការទទួលយកមតិហ្នឹងមកពិចារណាដែរជាពិសេសនៅពេលដែលយើងឃើញថាគណៈបកប្រឆាំងនោះមានសម្លេងច្រើនជាងមុនហើយក៏មានការបង្កើតជាចលនានយោបាយដូចជាមានដូចតែការចងក្រងជាបណ្ដាញតាមខេត្តក្រុងតើឃើញការវិវត្តចុងក្រោយថ្មីនេះតើរដ្ឋាភិបាលអាចនឹងពិចារណាដើម្បីយកច្បាប់គ្រប់គ្រងអង្គការសង្គមស៊ីវិលដែលបានទុកចោលមួយរយៈហ្នឹងដើម្បីមកចេញជាច្បាប់ជារូបរាងមែនទែនដើម្បីកំហិតទៅលើប្រតិបត្តិការរបស់អង្គការសង្គមស៊ីវិលទេបាទ
បាទយើងដឹងស្រាប់ហើយថាការរៀបចំសង្គមស៊ីវិលជាពិសេសសង្គមស៊ីវិលដែលមានប្រតិបត្តិការនៅក្នុងរឿងបញ្ហាសិទ្ធិមនុស្សបញ្ហារឿងប្រជាធិបតេយ្យបញ្ហាប្រឆាំងអំពើពុករលួយជាដើមសិតតែរឿងដែលពាក់ព័ន្ធទៅនឹងសិទ្ធិរបស់ប្រជាពលរដ្ឋយើងដូចជាគណៈបក្សសិទ្ធិមនុស្សកាលពីដើមអាយដាមខឹមសុខានោះលោកក៏ជាអ្នកកសាងដេញសង្គមស៊ីវិលមួយដែរធ្វើការនៅក្នុងរឿងសិទ្ធិមនុស្សហើយក្រោយមកទៅក៏បានកម្លាយរឿងនេះឲ្យទៅជានយោបាយក៏ប៉ុន្តែនីតិវិធីនេះគឺធ្វើឡើងដោយពេញស្របច្បាប់ពេញលក្ខណៈគឺថាបានចាក់ចេញពីសង្គមស៊ីវិលហើយទៅធ្វើជាគណៈបកនយោបាយដោយគ្រាន់តែដាក់ឈ្មោះថាជាសិទ្ធិមនុស្សតែប៉ុណ្្នឹងឯងក៏ប៉ុន្តែថ្មីនេះហើយនេះជាចំណុចសំខាន់ដែលលោកកំសែងមានប្រសាសន៍សួរឡើងគឺសំខាន់ណាស់ដោយសារមានសង្គមស៊ីវិលជាច្រើនទាំងអ្នកវិភាគឯករាជ្យខ្លះផងដែរបានចូលរួមគ្នាបង្កើតចលនាមួយហើយឥឡូវនេះកម្លាយខ្លួនទៅដូចជាទៅជាការប៉ុនប៉ងឲ្យមានការរៀបចំបង្កើតគណៈបកនយោបាយនៅតាមមូលដ្ឋានជាដើមខ្ញុំគិតថាការវិវត្តនេះមិនទាស់ខុសអីទេគឺត្រឹមត្រូវណាស់ក៏ប៉ុន្តែអ្វីដែលយើងគួរឲ្យបារម្ភខ្លាំងមែនទែនហើយកន្លែងនេះយើងត្រូវគឺការស្រាវជ្រាវទាំងអស់គ្នាខ្ញុំគ្រាន់តែបានទទួលដំណឹងអំពីមិត្តភ័ក្តិធ្វើការនៅក្នុងសង្គមស៊ីវិលហ្នឹងថាមានអ្នកខ្លះបានយកប្រព័ន្ធសង្គមស៊ីវិលហ្នឹងទៅរៀបចំជាចលនាដើម្បីនឹងធ្វើឲ្យមានជាគណៈបកនយោបាយខ្ញុំគិតថារឿងនេះយើងត្រូវតែប្រយ័ត្នប្រយែងឲ្យមែនទែនបើសិនជាយើងចែកគ្នាមិនដាច់រវាងគណៈបកនយោបាយហើយនិងសង្គមស៊ីវិលដែលបម្រើប្រជាពលរដ្ឋបម្រើដោយអត់មានហេតុផលនយោបាយដោយអត់មានហេតុផលលុយកាក់អ្វីនោះនឹងគឺថាយើងអាចឈានទៅរកស្ថានភាពមួយថ្មីដែលតាក់ទងទៅនឹងការពិនិត្យថាតើគួរឲ្យមានច្បាប់ឬទេដើម្បីធ្វើការបែងចែកខណ្ឌរវាងសង្គមស៊ីវិលហើយនិងសកម្មភាពនយោបាយនេះជាការអ្វីដែលខ្ញុំបារម្ភលោកកំសែងបាទអរលោកអ្នកស្ដាប់យើងកំពុងតែពិភាក្សាគ្នាផ្ទាល់ជាមួយនឹងលោកអោកសេរីសុភ័ក្រលោកជាអ្នកឯកទេសខាងផ្នែកអភិបាលកិច្ចបាទ Direct from Washington, the voice of America, VOA. បាទអរលោកអ្នកស្ដាប់សូមរំលឹកផងដែរកម្មវិធីពិភាក្សានេះមានផ្ដោតទៅលើបញ្ហាសិទ្ធិនិងទូនាទីរបស់អង្គការសង្គមស៊ីវិលក្នុងការជំរុញអភិបាលកិច្ចល្អបាទបើសិនជាអស់លោកអ្នកមានសំណួរតាក់ទងជាមួយនឹងប្រធានបទនេះសូមអញ្ជើញសួរមកយើងខ្ញុំផ្ទាល់បាទឥឡូវនេះសូមអនុញ្ញាតពីលោកសុភ័ក្រដើម្បីទទួលអ្នកស្ដាប់ម្នាក់គឺកញ្ញាស្រីវឿនអញ្ជើញមកពីខាងខេត្តព្រៃវែងបាទស្រីវឿនកំពុងចូលក្នុងកម្មវិធី Hello VA បាទ Hello ជំរាបសួរលោកពូម៉ែនកំសែងបាទជំរាបសួរបាទចាហើយសូមជំរាបសួរដល់លោកពូអោបសេរីសុភ័ក្រផងបែកយូរដែរហើយជំរាបសួរស្រីវឿនបាទជំរាបសួរចាខ្ញុំមានចំនួនមួយចង់សួរទៅដល់លោកពូព្រោះខ្ញុំតាមដានខាងព័ត៌មានក៏បានចូលរួមនៅតាមបណ្ដាលអង្គការសង្គមស៊ីវិលមួយចំនួនដែលគាត់ធ្វើសិក្ខាសាលាតាក់ទងបង្ហាញអំពីសិទ្ធិកាតព្វកិច្ចនិងទូនាទីក្នុងការជំរុញឲ្យរដ្ឋាភិបាលប្រើប្រាស់យន្តការអភិបាលកិច្ចល្អសម្រាប់ឆ្លើយតបទៅដល់ប្រជាពលរដ្ឋប៉ុន្តែផ្ទុយទៅវិញរាល់អង្គការសង្គមស៊ីវិលមួយចំនួនគាត់ធ្វើការផ្នែកហ្នឹងដើម្បីជួយរដ្ឋាភិបាលឲ្យឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋបែរជារដ្ឋាភិបាលប្រតិកម្មឆ្លើយទៅអង្គការសង្គមស៊ីវិលថាជាអង្គការដែលធ្វើបម្រើគណៈបកប្រឆាំងតើទស្សនៈនឹងការលើកឡើងរបស់រដ្ឋាភិបាលគាត់បានសិក្សាជ្រៅខ្សែជ្រាវបានឃើញច្បាស់ទេថាអំពីផលចំណេញនៃការជួយរដ្ឋាភិបាលដើម្បីជំរុញឲ្យមានអភិបាលកិច្ចល្អហ្នឹងវាជាឧបសគ្គក្នុងការរាំងស្ទប់មិនឲ្យរដ្ឋាភិបាលដើរទៅមុខឬមួយក៏ជាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលដើម្បីទាញឲ្យអភិបាលកិច្ចល្អនេះកាន់តែដុនដាបទៅវិញនឹងខ្ញុំសូមដោតទៅលើសំណួរទី1ទី2ខ្ញុំបានស្ដាប់របាយការណ៍របស់អង្គការសង្គមស៊ីវិលតាក់ទងទៅហ្នឹងនិយាយអំពីការបោះឆ្នោតក្នុងអំឡុងឆ្នាំ2015មួយឆ្នាំចុងក្រោយនេះបានវិភាគឃើញថាគោលនយោបាយរបស់រដ្ឋាភិបាលมันបានឆ្លើយតបទៅនឹងប្រជាពលរដ្ឋទេហើយរដ្ឋាភិបាលមិនដែលទទួលយករបាយការណ៍ទាំងអស់ហ្នឹងទេតើលោកមានយុទ្ធសាស្ត្របែបណាដើម្បីឲ្យរដ្ឋាភិបាលគាត់ដឹងថាខ្លួនគាត់នេះនៅឆក់ល្វែងជាមួយនៅចំណុចអភិវឌ្ឍនៃអភិបាលកិច្ចរបស់ខ្លួនឲ្យបានល្អប្រសើរយ៉ាងដូចនេះដែរអរគុណជំរាបលាបាទសូមអរគុណស្រីវឿនហើយលោកសុភ័ក្រដោយសារសំណួររបស់ស្រីវឿនស្តៀងគ្នាជាមួយនឹងសំណួររបស់លោកញៀនសេរីបុត្រដែលបានសួរតាម Facebook ខ្ញុំសូមអានសំណួរលោកសេរីបុត្របន្តិចហើយនឹងមុននឹងបកគលជូនលោក
គឺលោកសេរីបុតគាត់សួរថាតើការរិះគន់របស់សង្គមស៊ីវិលមានប្រយោជន៍ដែរឬទេចំពោះដំណើរការអភិបាលកិច្ចល្អហើយតើហេតុអ្វីបានជាធ្វើឲ្យសង្គមស៊ីវិលនិងរដ្ឋាភិបាលមិនបានសហការគ្នាបានល្អនោះបាទសូមអញ្ជើញលោកបាទបាទខ្ញុំអាចនឹងបែងចែកសង្គមស៊ីវិលនឹងជា3ប្រភេទប្រភេទទី1សង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធទៅនឹងបញ្ហារឿងសិទ្ធិមនុស្សបញ្ហារឿងដែលការបោះឆ្នោតប្រជាធិបតេយ្យអភិបាលកិច្ចការតស៊ូមតិអាហ្នឹងគឺថាយើងដាក់មកចកោមសង្គមស៊ីវិលមួយទៀតពាក់ព័ន្ធទៅនឹងការអភិវឌ្ឍការកសាងផ្លូវសាលារៀនមន្ទីរពេទ្យមជ្ឈមណ្ឌលសុខភាពផ្លូវលំអីជាដើមបាទហ្នឹងគឺជាការអភិវឌ្ឍចំតែម្ដងហើយសង្គមស៊ីវិលមួយទៀតតាក់ទងទៅនឹងការកសាងសន្តិភាពតាមយោបល់របស់ខ្ញុំហើយការសង្កេតឃើញរបស់ខ្ញុំផ្ទាល់សង្គមស៊ីវិលចុងក្រោយទាំងពីរផ្នែកនេះគឺឥឡូវនេះសប្តាហ៍ថ្ងៃនេះមានការសហប្រតិបត្តិការលោកសុភ័ក្រសូមមេត្តាឆ្ងាយពីមីក្រូហ្វូនតិចព្រោះវាមានសំឡេងផ្ទុះឡើងបាទសំទោសបាទអរគុណច្រើនលោកបន្តិចបាទដូច្នេះដេញសង្គមស៊ីវិលទាំងពីរក្រោយនេះគឺសង្គមស៊ីវិលដែលអភិវឌ្ឍហើយនឹងការកសាងសន្តិភាពគឺសង្គមស៊ីវិលទាំងពីរនេះតែងតែមានសហប្រតិបត្តិការល្អជាមួយនឹងអាជ្ញាធរមូលដ្ឋាននៅថ្នាក់ក្រោមជាតិក៏ប៉ុន្តែខ្ញុំទទួលស្គាល់ស្រីវឿនដែលមានប្រសាសន៍អំពីព្រៃវែងមកគឺថាកញ្ញាមានមតិនឹងត្រឹមត្រូវណាការសង្កេតផ្ទាល់របស់ខ្ញុំក៏អញ្ចឹងដែរសង្គមស៊ីវិលដែលធ្វើការតាក់ទងទៅនឹងអភិបាលកិច្ចល្អជាពិសេសការផ្សព្វផ្សាយច្បាប់ដើម្បីឲ្យប្រជាពលរដ្ឋលោកដឹងលោកមានការទាមទារលោកហ៊ានលើកឡើងតស៊ូមតិដើម្បីការពារសិទ្ធិរបស់លោកនៅក្នុងការទទួលបាននៅសេវារដ្ឋបាលក្តីសេវាផ្សេងទៀតក្តីសេវាសាធារណៈហើយជាពិសេសសង្គមស៊ីវិលដែលបំពាក់បំពន់ការយល់ដឹងរបស់ប្រជាពលរដ្ឋឲ្យឃើញថាកន្លែងណាដែលជាអំពើពុករលួយហ្នឹងសង្គមស៊ីវិលអស់ហ្នឹងគឺថាផ្នែកមួយជ្រុងនៃបុគ្គលដែលធ្វើការនៅថ្នាក់ក្រោមជាតិឬមួយក៏នៅថ្នាក់ជាតិហ្នឹងគឺថាមិនសូវសប្បាយចិត្តទេបាទនៅក្នុងរឿងនេះឯងនេះមិនមែនជាគោលនយោបាយទូទៅរបស់រាជរដ្ឋាភិបាលទេព្រោះបើមិនអញ្ចឹងសង្គមស៊ីវិលទាំងអស់ហ្នឹងលែងមានសកម្មភាពហើយក៏ប៉ុន្តែមានបុគ្គលមួយចំនួនដែលពាក់ព័ន្ធទៅនឹងបញ្ហាអភិបាលកិច្ចមិនល្អហ្នឹងតែងតែមិនសប្បាយចិត្តជាមួយនឹងសង្គមស៊ីវិលដែលធ្វើការនៅក្នុងរឿងហ្នឹងនេះខ្ញុំទទួលស្គាល់ហើយឯកភាពជាមួយនឹងកញ្ញាស្រីវឿនថាខ្ញុំក៏សង្កេតឃើញបានដូចនេះដែរក៏ប៉ុន្តែយើងសួរថាតើរាជរដ្ឋាភិបាលយកទេមតិដែលសង្គមស៊ីវិលនឹងបានបំពាក់បំពន់បានធ្វើឲ្យប្រជាពលរដ្ឋលោកដឹងលោកយល់ហើយមតិផ្ទាល់របស់សង្គមស៊ីវិលដែលធ្វើការតិទៀនស្ថាបនានៅក្នុងរឿងអភិបាលកិច្ចល្អខ្ញុំហ៊ានទទួលស្គាល់ព្រោះខ្ញុំធ្វើការនៅក្នុងរឿងនេះរឿងបោះឆ្នោត 7-8 ឆ្នាំជាមួយនឹងកចបជាមួយនឹងរាជរដ្ឋាភិបាលគណៈបកនយោបាយគណៈបកកណ្ដាលអំណាចជាដើមមានមតិច្រើនណាស់ដែលរាជរដ្ឋាភិបាលបានទទួលយកបានយកទៅធ្វើការកែប្រែខ្ញុំលើកយកឧទាហរណ៍ដូចជាច្បាប់បង្កើតអង្គការ NGO នេះជាដើមដែលរាជរដ្ឋាភិបាលមិនទាន់បានយកមកសម្រេចឡើយទេព្រោះឥឡូវសេចក្តីព្រាងច្បាប់ហ្នឹងនៅក្នុងដៃនៃក្រសួងមហាផ្ទៃការបញ្ចេញដំបូងហ្នឹងគឺថាមានសភាពតឹងតែងណាច្បាប់នេះក៏ប៉ុន្តែសង្គមស៊ីវិលមតិជាដើមបានស្ដាប់មតិប្រជាពលរដ្ឋទៅហើយបានលើកការតិទៀនស្ថាបនាជាច្រើនរហូតដល់រាជរដ្ឋាភិបាលសម្រេចថាមិនបញ្ចេញច្បាប់នេះវិញដើម្បីទុកពេលពិចារណានៅអ្វីដែលសង្គមស៊ីវិលបានលើកយកមកហើយច្បាប់នេះតាមខ្ញុំដឹងគឺថាសេចក្តីព្រាងនឹង4ដងហើយដើម្បីដាក់បញ្ចូលនៅមតិយោបល់ទាំងឡាយដែលប្រជាពលរដ្ឋហើយនិងសង្គមស៊ីវិលនឹងបានលើកឡើងដូច្នេះហើយដែលក្រសួងមហាផ្ទៃកំពុងតែធ្វើការកែប្រែនៅសេចក្តីពង្រៀងនឹងទី4ហើយបាទនេះសបញ្ជាក់ឲ្យឃើញថាមិនមែននិយាយទៅខ្យល់អត់មានអ្នកណាដឹងអត់មានអ្នកណាឮអត់មានអ្នកណាទទួលយកទៅកែប្រែទេក៏ប៉ុន្តែអ្វីដែលយើងស្នើទៅនឹងវាអត់បានដូចចិត្តណាឲ្យគេយកទៅកែប្រែទាំងអស់នោះវាអត់បានដូចចិត្តហើយមានកន្លែងខ្លះខ្ញុំក៏តឹងតែងដែរជាពិសេសនៅក្នុងរឿងអភិបាលកិច្ចល្អនៅក្នុងរឿងការប្រឆាំងអំពើពុករលួយនេះជាដើមយើងត្រូវតែធ្វើការតទៅទៀតដោយសន្តិវិធីយើងត្រូវតែអប់រំប្រជាពលរដ្ឋតទៅទៀតឲ្យលោកយល់ដឹងពីសិទ្ធិរបស់លោកយើងត្រូវតែផ្សព្វផ្សាយអ្វីដែលជាគោលនយោបាយប្រឆាំងអំពើពុករលួយនឹងតទៅទៀតដើម្បីឲ្យប្រជាពលរដ្ឋលោកការពារផលប្រយោជន៍របស់លោកប្រចាំថ្ងៃមានតែពេលវេលាទេដែលជួយឲ្យប្រជាពលរដ្ឋលោកយល់ដឹងកាន់តែច្រើនហើយការតស៊ូមតិហ្នឹងក៏កាន់តែបានខ្លាំងពីប្រជាពលរដ្ឋមកនេះជាការយល់ឃើញរបស់ខ្ញុំណាស្រីវឿនបាទសូមអរគុណលោកសុភ័ក្រលោកបានបែងចែកអង្គការសង្គមស៊ីវិលជា3ប្រភេទគឺអង្គការដែលជំរុញខាងសិទ្ធិមនុស្សខាងផ្នែកអភិបាលកិច្ច
ខាងផ្នែកអភិវឌ្ឍដែលថាហេដ្ឋារចនាសម្ព័ន្ធនិងកសាងសន្តិភាពហើយក្នុងបទសម្ភាសន៍របស់ខ្ញុំជាមួយលោកផៃស៊ីផានកាលចាក់ផ្សាយកាលពីព្រឹកមិញហ្នឹងគឺលោកបានបែងចែកជា3ដែរបាទគឺទី1អង្គការជាដៃគូអភិវឌ្ឍបាទដោយលោកបានមានប្រសាសន៍ហ្នឹងហើយនឹងទី2អង្គការដែលបម្រើផលប្រយោជន៍បរទេសហើយបង្កើតចលនាទាមទារនេះទាមទារនោះបាទហើយទី3អង្គការដែលរបៀបដូចជាសមាគមដែលការពារតែផលប្រយោជន៍សមាជិកដូច្នេះគឺមានការបែងចែកគ្នាបន្តិចដូច្នេះបើតាមទស្សនៈរបស់លោកតើអង្គការសង្គមស៊ីវិលហ្នឹងត្រូវប្រតិបត្តិខ្លួនយ៉ាងណាដើម្បីកុំឲ្យជៀសវាងកុំឲ្យមានការលាបពណ៌គ្នាអញ្ចឹងបាទខ្ញុំយល់ថាយើងត្រូវទៅត្រឡប់មកអត្ថន័យដើមរបស់សង្គមស៊ីវិលវិញបើសិនជាយើងចាក់ប្រាស់ចាក់ពីដែលមានគេដើមហ្នឹងគឺខុសហើយនៅក្នុងរឿងហ្នឹងធ្វើឲ្យមានការភ័ន្តច្រឡំសពិចសពិលបាទខ្ញុំគិតថាធាតុពិតរបស់សង្គមស៊ីវិលគឺធ្វើការដោយអត់មានប្រាក់កម្រៃព្រោះមិនមែនជាក្រុមហ៊ុនរកស៊ីប្រាក់ចំណេញខាតទេគឺបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅជាពិសេសនៅក្នុងដេញកន្លែងណាដែលអាជ្ញាធរមានសមត្ថកិច្ចលោកដោយសារខ្វះធនធានដោយខ្វះមធ្យោបាយដោយសារការខ្វះចំណេះដឹងក៏យើងអាចថាបានមិនអាចបម្រើជូនប្រជាពលរដ្ឋបានដូច្នេះសង្គមស៊ីវិលនឹងជាដៃគូដែលខ្វះមិនបានទេនៅក្នុងការអភិវឌ្ឍរបស់ប្រទេសជាតិជាពិសេសអភិវឌ្ឍទាំងរូបវន្តណាដូចជាសាលារៀនមន្ទីរពេទ្យផ្លូវថ្នល់អាងទឹកកសិកម្មដំណាំហូហែទាំងអស់ហ្នឹងហើយអរូបវន្តដូចជាការយល់ដឹងអំពីសិទ្ធិជាពិសេសណាយល់ដឹងអំពីទួនាទីសេរីភាពការទទួលបានព័ត៌មានព្រោះតលយល់ដឹងអំពីសិទ្ធិសេរីភាពព័ត៌មាននឹងហើយបានប្រជាពលរដ្ឋលោកអាចចូលរួមយ៉ាងសកម្មនៅក្នុងការកសាងភូមិឋានរបស់លោកឃុំរបស់លោកស្រុករបស់លោកខេត្តរបស់លោកហើយនឹងប្រជាជាតិទាំងមូលព្រោះគោលការណ៍នៃការកសាងនេះគឺជាគោលការណ៍មួយកន្លឹះនៅក្នុងដេញអភិបាលកិច្ចល្អនេះឯងលោកកំសែងដូច្នេះបើសិនជាយើងធ្វើប៉ុណ្ណឹងឲ្យស្មោះមែនថាបម្រើប្រជាពលរដ្ឋមែនទោះបីជាក្នុងការតស៊ូមតិឬសិទ្ធិក៏ដោយក៏រាជរដ្ឋាភិបាលមិនអាចនឹងចាប់កំហុសបានដែរព្រោះនេះជាធ្វើការជាមួយនឹងប្រជាពលរដ្ឋហើយដែលយុទ្ធសាស្ត្រចតុកោណដែលមានអភិបាលកិច្ចល្អជាស្នូលក៏ស្របទៅនឹងអ្វីដែលសង្គមស៊ីវិលធ្វើដែរដូច្នេះបើសិនជាយើងធ្វើនៅក្នុងរឿងហ្នឹងគឺមិនអាចខុសបានទេបាទលោកអ្នកស្ដាប់ភ្ញៀវប្រចាំខែរបស់យើងគឺលោកអោកសេរីសុភ័ក្រលោកជាអ្នកឯកទេសខាងផ្នែកអភិបាលកិច្ច The Voice of America. VOA បាទនៅពេលនេះសូមអនុញ្ញាតពីលោកសុភ័ក្រទទួលអ្នកស្ដាប់ម្នាក់គឺកញ្ញាស្រីម៉ៅអញ្ជើញមកពីខាងខេត្តកណ្ដាលបាទស្រីម៉ៅកំពុងចូលក្នុងកម្មវិធី Hello VOA បាទចាបងជំរាបសួរលោកគ្មិនផងជំរាបសួរស្រីម៉ៅចាខ្ញុំមានជំនួសមួយខ្ញុំចាស់សាហាប់នៅលោកគ្មិនមានប្រសាសន៍ពីកន្លងថាវាអង្គការសង្គមស៊ីវិលខ្លះរួមបង្កើតជានយោបាយបើបង្កើតមិនស្រួលអាចទៅជាបម្រើនយោបាយខ្ញុំចង់ថាលក្ខណៈដែលអង្គការសង្គមស៊ីវិលបម្រើគណៈបម្រើរឿងនយោបាយនេះជាសកម្មភាពដូចនេះខ្ញុំចង់ស្វែងយល់ពីរឿងហ្នឹងចាហើយតាមពិតខ្ញុំឃើញថាអង្គការសង្គមស៊ីវិលមិនទាន់បម្រើគណៈបកពេញលេញទេតែបើបម្រើផលប្រយោជន៍ផ្ទាល់ខ្លួននឹងទទួលស្គាល់ព្រោះថាគេស៊ីប្រាក់ខែពីជំនួយអញ្ចឹងពេលខ្លះវាអាចបម្រើផ្ទាល់ខ្លួនប៉ុន្តែបើរដ្ឋាភិបាលស្លាប់អ្វីដែលគេរិះគន់រដ្ឋាភិបាលអាចកែលម្អរដ្ឋាភិបាលប្រហែលជាមិនធ្លាក់ទឹកទេប៉ុន្តែមកវិរដ្ឋាភិបាលងងនៅពេលដែលគេរិះគន់ថាគេរិះខាងទោះគេរិះគន់ក្នុងន័យរិះខាងក៏ដោយប៉ុន្តែការពិតជាក់ស្ដែងវាត្រឹមត្រូវអញ្ចឹងមែនអញ្ចឹងអ្វីដែលលោកខៃសិផានមានប្រសាសន៍គឺជំរាបដដែលលោកធ្លាប់ហើយសង្គមស៊ីវិលអញ្ចឹងលោកវាភាសាហ្នឹងខ្ញុំក៏ធ្លាប់ពីដែរជំរាបដដែលអញ្ចឹងបើលោកខានលោកត្រូវរៀនទទួលស្គាល់ការពិតហើយឲ្យរដ្ឋាភិបាលកែលម្អតាមអ្វីដែលគេរិះគន់វិញឲ្យលើទៅហៅថាអ្នកដឹកនាំឆ្លាតវៃមិនមែនជាអ្នកដឹកនាំនៅក្នុងខ្ញុំមានសំណងខ្ញុំបាទសូមអរគុណស្រីម៉ៅបាទលោកសុភ័ក្រសូមចេញបាទខ្ញុំចង់បញ្ជាក់កន្លែងហ្នឹងកុំឲ្យយើងមានការយល់ច្រឡំជាមួយគ្នាណាស្រីម៉ៅបាទខ្ញុំអត់ដែលបានថាសង្គមស៊ីវិលហ្នឹងមតិរបស់សង្គមស៊ីវិលឬមួយប្រតិបត្តិការកម្មវិធីរបស់សង្គមស៊ីវិលហ្នឹងបម្រើគណៈបកប្រឆាំងទេបាទអាហ្នឹងគឺជាការយល់ឃើញរបស់រាជរដ្ឋាភិបាលឬមួយរបស់បុគ្គលខ្លះដែលធ្វើការនៅក្នុងរាជរដ្ឋាភិបាលចំពោះខ្ញុំវិញ
ខ្ញុំយល់ថាមកទល់នឹងពេលហ្នឹងខ្ញុំអត់ទាន់មានភស្តុតាងណាមួយដែលថាសង្គមស៊ីវិលធ្វើទៅហើយបំរើគណៈបកប្រឆាំងនោះទេគ្រាន់តែគំនិតដែលសង្គមស៊ីវិលទាំងអស់នោះបានធ្វើរៀបចំជាបដារៀបចំជាបាតុកម្មរៀបចំជាការកសាងអ្វីរៀបចំជាការបំពាក់បំពន់បញ្យលប្រជាពលរដ្ឋអាចនឹងត្រូវនឹងអត្ថន័យដែលគណៈបកជំទាស់បានធ្លាប់ធ្វើឡើងក៏ប៉ុន្តែត្រង់ថាឲ្យសង្គមស៊ីវិលទាំងអស់ហ្នឹងទៅគ្រប់គ្រងគណៈបកប្រឆាំងដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលខ្លួនខ្ញុំផ្ទាល់ខ្ញុំអត់បានឃើញទេអាហ្នឹងយើងឲ្យច្បាស់ជាមួយគ្នាហ្នឹងស្រីម៉ៅក៏ប៉ុន្តែអ្វីដែលខ្ញុំបាននិយាយហើយបានឆ្លើយទៅលោកកំសែងខ្ញុំគ្រាន់តែបាននិយាយថាសង្គមស៊ីវិលគឺធ្វើការបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋណាជាពិសេសនៅក្នុងរឿងការកសាងរូបវន្តក្តីអរូបវន្តក្តីក៏ប៉ុន្តែបើសិនជាសង្គមស៊ីវិលណាមួយដែលបង្កើតឡើងហើយយកធនធានទាំងអស់នោះដើម្បីទៅធ្វើឲ្យប្រជាពលរដ្ឋរៀបចំបញ្យលប្រជាពលរដ្ឋឲ្យបង្កើតជាគណៈបកនយោបាយខ្ញុំថាអានឹងវាខុសអំពីតួនាទីហើយនឹងភារកិច្ចបេសកកម្មរបស់សង្គមស៊ីវិលហើយព្រោះគណៈបកនយោបាយបង្កើតឡើងដើម្បីស្លឹកឆ្នោតដើម្បីទាមទារកៅអីនៅក្នុងសភាដើម្បីបានអំណាចមកធ្វើជារាជរដ្ឋាភិបាលដឹកនាំរាជរដ្ឋាភិបាលហើយនឹងអនុវត្តកម្មវិធីនយោបាយនេះមិនមែនជាសកម្មភាពរបស់សង្គមស៊ីវិលទេនេះដូច្នេះខ្ញុំសង្ឃឹមថាចម្លើយរបស់ខ្ញុំច្បាស់ហើយណាស្រីម៉ៅអរគុណណាស់បាទខ្ញុំចង់សួរសំណួរបន្តទៅអ្វីដែលលោកបានលើកពីខាងដើមតកតងនឹងដូចថាយើងមើលនៃដើមនៃអង្គការសង្គមស៊ីវិលដើម្បីកុំឲ្យមានភាពសពិចសពិលខ្ញុំសូមលើកយកករណីថ្ងៃហ្នឹងហើយនឹងដូចថាបានគេពិភាក្សាគ្នាយ៉ាងផលផុសតាមបណ្ដាញសង្គមដែរហើយជាពិសេសគឺករណីក្តៅនៅថ្ងៃហ្នឹងគឺដូចជាសកម្មភាពលោក Alex Gonzalez ដែលធ្វើខាងផ្នែកបរិស្ថានណាបាទតើគាត់បានដើរហួសពីព្រំដែននៃសិទ្ធិរបស់អង្គការសង្គមស៊ីវិលឬក៏អង្គការក្រៅរដ្ឋាភិបាលមួយទេបាទខ្ញុំគិតថានៅក្នុងរឿងនេះមាន2ករណីបាទដែលយើងត្រូវតែពិនិត្យជាមួយគ្នាហើយមានករណីខ្លះខ្ញុំទទួលស្គាល់ថាខ្ញុំអត់បានទទួលព័ត៌មានច្បាស់លាស់ទេនៅក្នុងហ្នឹងដែលប្រភពព័ត៌មានខ្លះនៅក្នុងក្រសួងមានសមត្ថកិច្ចដែលបានតាមដានរឿងហ្នឹងហើយបានប្រាប់ខ្ញុំហ្នឹងគឺថាលោក Alex ហ្នឹងមានបានមិនមែនគ្រាន់តែធ្វើសកម្មភាពជាសង្គមស៊ីវិលដើម្បីឲ្យប្រជាពលរដ្ឋលោកយល់ដឹងអំពីទួលនីតិនិងសិទ្ធិរបស់លោកទេគឺថាលោក Alex ដោយសារលោកចេះនិយាយខ្មែរដោយសារលោកធ្វើអ្វីៗហ្នឹងមានធ្វើសកម្មភាពខ្លះនៅក្នុងមូលដ្ឋានហ្នឹងដែលមានលក្ខណៈដែលអ្វីនៅក្នុងច្បាប់ព្រហ្មទណ្ឌហ្នឹងអាចនិយាយហៅបានថាជាការញុះញង់បង្កើតឲ្យមានជាបាតុកម្មរបស់ពលរដ្ឋដើម្បីនឹងចូលរួមនៅក្នុងការតវ៉ាប្រឆាំងជាមួយនឹងអាជ្ញាធរប្រឆាំងជាមួយនឹងរាជរដ្ឋាភិបាលហើយខ្លួនខ្ញុំផ្ទាល់ខ្ញុំអត់បានឃើញភស្តុតាងហ្នឹងខ្ញុំអត់បានឮអ្វីដែល Alex គាត់បានមានប្រសាសន៍ទេអានេះជាអ្វីដែលខ្ញុំបានទទួលបានស្ដាប់បាននេះជាលក្ខណៈមួយបើសិនជាលោក Alex ធ្វើគ្រាន់តែដូចជាសង្គមស៊ីវិលទៀតដើម្បីនឹងធ្វើឲ្យប្រជាពលរដ្ឋលោកដឹងមានសិទ្ធិហើយទុកឲ្យប្រជាពលរដ្ឋធ្វើអីធ្វើខ្លួនឯងកុំឲ្យយើងទៅណែនាំកុំឲ្យយើងទៅរៀបចំបង្កើតកុំឲ្យយើងទៅរៀបចំគូសជាប្លង់គូសជាដេញសកម្មភាព1 2 3អីដូចជាការដឹកនាំប្រជាពលរដ្ឋពីហ្នឹងគឺថាវាខុសគ្នាការដែលយើងឲ្យប្រជាពលរដ្ឋលោកដឹងលោកយល់អាហ្នឹងជារឿងមួយដែលមិនអីទេក៏ប៉ុន្តែបើសិនជាយើងធ្វើលើសពីហ្នឹងទៀតខ្ញុំថាអាហ្នឹងវាចូលនៅក្នុងលក្ខណៈអីហើយបាទដូច្នេះនេះជាទស្សនវិជ្ជាមួយទៀតយើងកុំភ្លេចថារវាងសង្គមស៊ីវិលបរទេសហើយនិងសង្គមស៊ីវិលនៅជនជាតិយើងនឹងពីរនឹងវាខុសគ្នាបាទនៅក្នុងសង្គមស៊ីវិលដែលយើងហៅថា international NGO នោះគឺ NGO អន្តរជាតិហ្នឹងសមាជិកឬមួយក៏នៅពេលដែលយើងជាជនជាតិបរទេសតោងយើងមានគោលការណ៍មួយគឺថាការគ្រប់គ្រងខ្លួនឯងគ្រប់គ្រងអារម្មណ៍របស់យើងគ្រប់គ្រងសកម្មភាពរបស់យើងកុំឲ្យចូលទៅក្នុងអ្វីដែលរាជរដ្ឋាភិបាលលោកអាចហៅថាជាកិច្ចការផ្ទៃក្នុងរបស់កម្ពុជាជាអធិបតេយ្យភាពរបស់កម្ពុជាព្រោះទោះយ៉ាងណាក៏ដោយយើងជាសង្គមស៊ីវិលអន្តរជាតិយើងនៅតែមានលក្ខណៈជាអន្តរជាតិដូច្នេះយើងត្រូវតែមានព្រំដែនមួយកំណត់ដែលត្រូវគោរពអ្វីដែលយើងចុះជាមួយនឹងក្រសួងមហាផ្ទៃហើយនឹងអ្វីដែលយើងចុះជាមួយនឹងក្រសួងការបរទេសរបស់ប្រទេសមួយដែលមានអធិបតេយ្យភាពរបស់ខ្លួនឯងនេះជាលក្ខណៈមួយទៀតប៉ុន្តែមានចំណុចទី3ដែលខ្ញុំយល់ថា Alex លោកបានធ្វើហើយខ្ញុំក៏មិនទ្រាំទ្រដែរបើសិនជាខ្ញុំលោកជា Alex វិញគឺនៅពេលដែលរាជរដ្ឋាភិបាលរបស់ប្រទេសមួយហើយហាមឃាត់មិនបន្តវីសាទៀតហើយសុំឲ្យយើងចាក់ចេញពីប្រទេសហ្នឹងខ្ញុំគិតថាគួរតែចេញនៅក្នុងពេលហ្នឹងហើយបើសិនជាលោកជ្រើសរើសទៅដោយពាក្យខ្មែរថាឌឺអញ្ចឹងណាឌឺឬមួយក៏យើងធ្វើផ្កើន
យើងដឹងស្រាប់ហើយយើងជឿជនជាតិបរទេសទោះបីយើងនិយាយភាសាខ្មែរបកកាយយ៉ាងណាយើងធ្វើអ្វីក៏ដោយបើសិនជាយើងធ្វើផ្កើនជាមួយនឹងអាជ្ញាធររបស់រដ្ឋមួយគឺថារដ្ឋនឹងមិនអាចបាក់មុខចំពោះយើងជាបុគ្គលតែម្នាក់បានហើយជាបរទេសនឹងមិនអាចបានជាដាច់ខាតខ្ញុំយល់ថាលោកអាលិចធ្វើផ្កើនបែបហ្នឹងគឺមិនត្រូវទេហើយខ្ញុំគ្រប់គ្រងសកម្មភាពគាត់ដែលជួយឲ្យប្រជាពលរដ្ឋយល់ដឹងអំពីច្បាប់ក៏ប៉ុន្តែផ្សេងទៀតខ្ញុំមិនឯកភាពជាមួយទេនេះខ្ញុំជម្រាបដោយត្រង់បាទសូមអរគុណលោកសុភ័ក្រឥឡូវនេះខ្ញុំសូមអនុញ្ញាតទទួលអ្នកស្ដាប់ម្នាក់ទៀតគឺលោកវីរៈលោកអញ្ជើញមកពីខាងរាជធានីភ្នំពេញបាទលោកវីរៈលោកកំពុងចូលក្នុងកម្មវិធី Hello VOA បាទ Hello ជំរាបសួរបាទជំរាបសួរលោកបាទជំរាបសួរលោកជំរាបសួរបងប្អូនអ្នកស្ដាប់ VOA សូមជំរាបសួរលោកវិក្មិនខ្ញុំចាប់អារម្មណ៍សម្ដីលោកវិក្មិនចុងក្រោយមិញគាត់មានប្រសាសន៍ថាសកម្មភាពអាលិចលើថាការដែលมันចាក់ចេញតាមអ្វីដែលលោកហ៊ុនសែនគាត់បាននិយាយណាថាផុតណាត់ផុតវីសាហ្នឹងណាហ្នឹងហើយទៅជាលក្ខណៈទៅជាសកម្មភាពឌឺកម្មភាពផ្កើនអញ្ចឹងណាខ្ញុំមិនថាតែអាលិចទេខ្ញុំមិនគ្រប់គ្រងទេប៉ុន្តែនៅមានជនជាតិជាច្រើនទៀតដែលមានលក្ខណៈបង្កភាពអាណាធិបតេយ្យជាពិសេសជនជាតិយួនរហូតដល់កាប់ខ្មែរប្រហែលឆ្នាំមុននៅវត្តចាក់ហែលើរហូតដល់អុកឡុកក្នុងវត្តចាក់ហែលើទៀតតើលោកមានអារម្មណ៍មិនដែរក្នុងនាមលោកជាខ្មែរម្នាក់នេះហើយបែរជាទៅប្រតិកម្មជាមួយអាលិចជាអ្នកការពារផលប្រយោជន៍ខ្មែរនេះខ្ញុំក៏ផ្ដាំទៅហ៊ុនសែនតិចទេថាហ៊ុនសែនលេងមកក្បាច់នេះហ៊ុនសែនលើឆាកនយោបាយជាតិលើឆាកនយោបាយអន្តរជាតិគឺហ៊ុនសែនស្មើទៅរោបាទសូមអរគុណច្រើនបាទសូមអរគុណលោកហើយលោកសុភ័ក្រខ្ញុំសូមបន្ថែមបន្តិចតង់ចំណុចលោកថាយើងជាអង្គការអន្តរជាតិនៅពីក្រៅហ្នឹងគឺត្រូវគ្រប់គ្រងខ្លួនឯងបាទប៉ុន្តែពេលខ្លះពេលដែលគាត់ជួនកាលពេលគាត់ចុះទៅមូលដ្ឋានផ្ទាល់ជួបជាមួយប្រជាពលរដ្ឋគាត់ស្ដាប់ពីរឿងទុកលំបាកហើយគាត់ឃើញផ្ទាល់ភ្នែកវាថាប្រឆាក់ពេកអំពីការរំលោភការទុកវេទនាហ្នឹងពេលខ្លះក្នុងនាមជាមនុស្សជាតិពេលហ្នឹងគាត់ភ្លេចជាសញ្ជាតិផ្សេងគឺជាមនុស្សជាតិវិញហើយមនុស្សដូចគ្នាគាត់មានការឈឺចាប់ហើយគាត់រហូតដល់គាត់ធ្វើទង្វើមួយដែលជួយការពារអញ្ចឹងតើនឹងវាចែកព្រំដែនគ្នាយ៉ាងម៉េចរវាងដូចថាជាជនបរទេសនិងមនោសញ្ចេតនាមនុស្សជាតិបែបនេះបាទលោកកំសែងហើយនឹងលោកវីរៈផងដែរណាខ្ញុំបានជម្រាបអំបញ្ញមិញហើយគឺថាអ្វីដែលលោកអាលិចបានធ្វើខ្ញុំគ្រប់គ្រងពេញទីនៅក្នុងការដែលធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋលោកមានសិទ្ធិខ្លួនឯងលោកយល់ដឹងណាថាតើអារ៉ៃនឹងវាផ្ដល់នៅផលលំបាកយ៉ាងណាខ្លះដល់ជីវិតរបស់ប្រជាពលរដ្ឋកន្លែងហ្នឹងខ្ញុំគ្រប់គ្រងពេញទីតែម្ដងគឺថាអត់មានមន្ទិលអត់មានសពេចសពិលទេបាទក៏ប៉ុន្តែដោយដែលលោកកំសែងមានប្រសាសន៍មិញកុំថាដល់អាលិចសូម្បីតែខ្លួនខ្ញុំឯងដែលធ្លាប់ជួយប្រជាពលរដ្ឋនៅតាមសហគមន៍ហើយដែលរងធ្លាប់ឃើញនឹងភ្នែកនៅការអយុត្តិធម៌ដែលអាជ្ញាធរខ្លះឬមួយប្រព័ន្ធតុលាការរបស់យើងដែលស៊ីសំណូកធ្វើបាបប្រជាពលរដ្ឋនោះខ្ញុំក៏ឈឺចាប់ដូចគ្នាខ្ញុំអញ្ចឹងហើយបានជាខ្ញុំតែងតែថ្កោលទោសនៅអំពើពុករលួយនៅក្នុងប្រព័ន្ធតុលាការហ្នឹងម្ដងហើយម្ដងទៀតនៅក្នុង VOA នេះឯងណាគឺយើងអញ្ចឹងឯងក៏ប៉ុន្តែតើយើងធ្វើគ្រាន់តែធ្វើយើងដឹងយើងស្គាល់ណាថាបុគ្គលខ្លះនៅក្នុងរាជរដ្ឋាភិបាលអាជ្ញាធរណាខ្លះនៅក្នុងរាជរដ្ឋាភិបាលនៅក្នុងភូមិសាស្ត្រណាខ្លះកន្លែងខ្លះណាខ្លះដែលទៅមិនរួចកន្លែងណាខ្លះដែលគេធ្វើយ៉ាងម៉េចបើសិនជាយើងធ្វើតាមតែកំហឹងរបស់យើងដោយសារយើងមានចេតនាល្អដោយសារដែលយើងចង់ជួយប្រជាពលរដ្ឋយើងឃើញទុកលំបាកវេទនារបស់ប្រជាពលរដ្ឋក៏ប៉ុន្តែយើងទប់ខ្លួនយើងអត់បានយើងទប់អារម្មណ៍របស់យើងអត់បានហើយយើងបែរជាធ្វើដោយដឹងមុនហើយថាបើធ្វើទៅមុខតប៉ះហើយណាបាទហើយដល់ពេលមានការអីទៅយើងលែងជួយប្រជាពលរដ្ឋបានយើងអត់នៅជាមួយនឹងប្រជាពលរដ្ឋកើតណាតើយើងសម្រេចសម្រួលទៅតើយើងគ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនបានហ្នឹងតើយើងជួយប្រជាពលរដ្ឋបានដែរឬអត់ណាដូចអញ្ចឹងហើយបានជាខ្ញុំមានការកោបគោរពសង្គមស៊ីវិលច្រើនណាស់ដែលធ្វើការនៅក្នុងរឿងសិទ្ធិមនុស្សនៅក្នុងរឿងសិទ្ធិរបស់ប្រជាពលរដ្ឋនៅក្នុងរឿងការតស៊ូមតិក៏ប៉ុន្តែគាត់ចេះបត់បែនគាត់ចេះទន់ភ្លន់ដើម្បីធ្វើការឲ្យបានយូរដើម្បីធ្វើការជាមួយនឹងប្រជាពលរដ្ឋជាមួយនឹងស្ថានភាពនៃអាជ្ញាធរខ្លះដែលមានចរិត
តឹងរឹងតឹងត្អែងនេះយើងត្រូវតែបត់បែនអញ្ចឹងឯងបើសិនជាយើងចង់បម្រើប្រជាពលរដ្ឋឲ្យបានយូរចុះបើសិនជាយើងស្ដាប់តែអារម្មណ៍របស់ខ្លួនឯងតើយើងបម្រើប្រជាពលរដ្ឋឬមួយយើងបម្រើមនោសញ្ចេតនារបស់ខ្លួនយើងដោយយកប្រជាពលរដ្ឋនឹងជាប្រធានបទខ្ញុំគិតថាកន្លែងហ្នឹងយើងតោងតែនឹកឃើញផលប្រយោជន៍ប្រជាពលរដ្ឋជាធំណាតើយើងនៅជាមួយប្រជាពលរដ្ឋយូរបាទឲ្យមានរយៈពេលយូរខ្ញុំយល់ណាលោកកំសែងហើយខ្ញុំយល់ពេញទីអារម្មណ៍របស់អាលិចមានពេលខ្លះខ្ញុំក៏ដូចគាត់ដែរប៉ុន្តែគាត់ថាការគ្រប់គ្រងអារម្មណ៍វាខុសគ្នាណាបាទចុងក្រោយលោកសុភ័ក្រយើងសល់ពេល1នាទីខ្ញុំតែងតែសង្កេតឃើញដោយថាតួលេខរបស់អង្គការសង្គមស៊ីវិលរកឃើញហ្នឹងគឺហើយនឹងរដ្ឋាភិបាលខុសគ្នាដូចជាថ្មីនេះអង្គការលីកាដូលោកថាចំនួនអ្នករងគ្រោះដោយសារទំនាស់ដីធ្លីហ្នឹងកើនឡើង3ដងរដ្ឋាភិបាលវិញថាធ្លាក់ចុះពាក់កណ្ដាលដោយធ្វើយ៉ាងម៉េចដើម្បីឲ្យដូចថាមានការយោគយល់ពីតួលេខហ្នឹងដើម្បីដោះស្រាយបញ្ហាដែលជាបញ្ហាពិតនៅក្នុងប្រទេសហ្នឹងបាទរឿងនេះអត់ពិបាកទេមែនទែនទៅបើសិនជាយើងចង់ធ្វើក៏ប៉ុន្តែវាទាល់តែមានធនធានមនុស្សដើម្បីនឹងទៅក្តាប់តួលេខនឹងបានហើយគ្មានអ្នកណាដែលត្រឹមត្រូវជាងអាជ្ញាធរទេព្រោះភូមិនីមួយសិតតែមានមេភូមិសិតតែមានចន្ទប់រង2នាក់ឃុំសិតតែមានក្រុមរក្សាឃុំស្រុកមានក្រុមរក្សាស្រុកគណៈអភិបាលស្រុកដូច្នេះហើយព័ត៌មានអស់ហ្នឹងក្តាប់មិនរួចទេគ្រាន់តែថាគេចង់ប្រាប់ថាលើឬអត់តែប៉ុណ្្នឹងឯងបាទដូច្នេះហើយខ្ញុំគិតថាមានពេលខ្លះយើងត្រូវរកកន្លែងចន្លោះចឹងដែរសង្គមស៊ីវិលជួនកាលទៅស៊ីសងថាករណីប៉ុណ្ណាតូចទាស់អីគ្នាក៏លោកគិតថាអានឹងជារឿងមួយដែរដូច្នេះបូកចូលបូកឡើងទៅវាវែងរាជរដ្ឋាភិបាលលោកថាតើរឿងណាធំអានឹងបានជាករណីជំទាស់ដីធ្លីបូកចុះបូកឡើងទៅវាតិចតួចដូច្នេះខ្ញុំគិតថាចំពោះខ្ញុំផ្ទាល់ដែលខ្ញុំដើរក្នុង9ខែនេះប្រហែលជា5 6 10ខែហ្នឹងខ្ញុំឃើញថាទំនាស់ដីធ្លីទោះបីមិនច្រើនដោយដែលលីកាដូនិយាយមែនក៏ប៉ុន្តែមានច្រើនបាទមានច្រើនហើយខ្ញុំគិតថារាជរដ្ឋាភិបាលគួរតែប្រយ័ត្នប្រយែងឲ្យមែនទែនដើម្បីដោះស្រាយរឿងនេះមុនការបោះឆ្នោត2អាណត្តិដែលមកដល់ខាងមុខនេះបាទសូមអរគុណលោកសុភ័ក្រយើងមកដល់ទីបញ្ចប់ទៅហើយសូមអរគុណលោកច្រើនមែនទែនហើយយើងនឹងជួបគ្នានៅខែក្រោយទៀតបាទជម្រាបបាទអរគុណជម្រាបលាបាទ